ត្រីហេតាប្រទេសភាគបន្តវគ្គ3ចាសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់ Channel អ្នកគ្រូហ៊ុនសង្គមអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមជួយ Like និង Subscribe វីដេអូរបស់អ្នកគ្រូផងចាអញ្ចឹងអ្នកគ្រូសូមអានចូលអារម្មណ៍បទបន្តទៀតចាអ្នកណាកើតហើយដឹកនាំត្រកូលឲ្យចម្រើនខ្ពង់ខ្ពស់ឡើងអ្នកនោះទៅឈ្មោះថាកើតពិតមែនទៅឈ្មោះថាកើតមែនតែនឬពេញជាកើតត្រឹមត្រូវព្រោះក្នុងសារវត្តដែលប្រព្រឹត្តទៅនេះអ្នកណាមួយដែលស្លាប់ទៅហើយមិនត្រឡប់កើតវិញទៀតក្នុងពេលប្រារព្ធនឹងជ្រើសរើសរកឈ្មោះនៃពួកអ្នកមានគុណចុះឈ្មោះបញ្ជីឬផែនថ្មឈ្មោះអ្នកណាឥតគុណមិនញ៉ាំងចិត្តគេឲ្យរំភើបព្រឺព្រួយទេគេមិនចារឹកឈ្មោះអ្នកនោះឡើយបើដូច្នោះតើគួរនឹងហៅម្ដាយដែលបង្កើតកូននោះថាជាស្ត្រីអ្វីណោអ្នកណាមិនតម្កល់ខ្លួនក្នុងការឲ្យទានក្នុងតបៈធម៌គឺសុចរិតក្នុងសេចក្តីអង់អាចក្លាហានក្នុងវិទ្យាសាស្ត្រនិងការស្វែងរកទ្រព្យអ្នកនោះលោកទុកថាដូចជាឧច្ចារៈនៃមេត្តាកូនមានគុណគប្បតែម្នាក់ជាកូនប្រសើរកូនល្ងងរាប់រយមិនប្រសើរទេដោយព្រះច័ន្ទតែមួយដួងអាចកំចាត់បងងងឹតអន្តកាលបានកងតារាទាំងឡាយកំចាត់បងងងឹតអន្តកាលមិនបានឡើយការបំពេញកុសលដែលបុគ្គលណាមួយធ្វើក្នុងទីស័ក្តិសិទ្ធិពុំនោះបំពេញទុករកម្មដល់ក្រៃលែងឯណាមួយព្រោះប្រាថ្នាកូននៃអ្នកនោះគួរជាកូនប្រដៅងាយសម្រាប់ប្រយោជន៍ប្រកបដោយធម៌និងមានប្រាជ្ញាបរិបូរណ៍កិរិយាបានទ្រព្យមួយភាពជាបុគ្គលមិនមានរោគចនិចមួយភរិយាជាទីស្រឡាញ់ភរិយាពលពាក្យពីរោះមួយកូនប្រដៅងាយមួយនិងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជនមួយបបិទ្ធព្រះជាធម៌6ប្រការនេះជាបរមសុខក្នុងជីវលោកនេះគួរនឹងរាប់អានអ្នកមានកូនច្រើនថាគាត់ប្រសើរឬទេបើកូនទាំងឡាយនោះទុកដូចជានាថតទេក្នុងចង្រុតកូនម្នាក់ឯកូនម្នាក់ជាទីពឹងផ្នែកទំនុកបំរុងត្រូវត្រកូលល្អជាងគេឈ្មោះបិតានិងល្បីល្បាញខ្ចរខ្ចាយទៅកាន់ទិសានុទិសបិតាធ្វើបំណុលទុកឲ្យកូនជាសត្រូវមាតាប្រព្រឹត្តទុច្ចរិតខុសគន្លងប្រពៃណីជាសត្រូវភរិយាមានរូបល្អជាសត្រូវកូនល្ងងក៏ជាសត្រូវវិជ្ជាបើមិនបានយកទៅប្រើប្រាស់ជាពឹសពុលភោជនដែលបរិភោគទៅហើយមិនរលួយជាពឹសពុលសភាជាពឹសពុលសម្រាប់មនុស្សក្រីក្រស្ត្រីក្រមុំជាពឹសពុលសម្រាប់មនុស្សចាស់ជរានរជនសូម្បីកើតចេញពីត្រកូលណាក៏ដោយតែមានគុណគប្បប្រសើរហើយលោកក៏គួរគោរពបូជាធ្នូសូម្បីបរិសុទ្ធដោយវង្សតែមិនបានប្រសិទ្ធិនឹងធ្វើអ្វីកើតអោកូនតូចកំសត់អើយអ្នកមិនទាន់រៀនសូត្រសោះរាត្រីទាំងឡាយចេះតែប្រព្រឹត្តកន្លងទៅបើដូច្នេះខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយដូចជាគោលងត្រនេលជាប់ក្នុងកណ្ដាលបឹងភក់កាលបើដូច្នេះធ្វើដូចម្ដេចឲ្យកូនអាត្មាអញត្រឡប់បានជាបុគ្គលមានគុណគប្បប្រសើរឡើងក្នុងកាលឥឡូវនេះបរិភោគអាហារមួយការដេកមួយភ័យមួយនិងសេពមេថុនមួយធម៌ទាំង4ប្រការនេះមនុស្សនិងសត្វមានស្មើគ្នាតែព្រះធម៌ប៉ុណ្ណោះទេមានតែព្រះធម៌ប៉ុណ្ណោះទេទើបអាចធ្វើឲ្យមនុស្សនិងសត្វឲ្យវិសេសប្លែកពីគ្នានរណាប្រះចាកធម៌អ្នកនោះទុកស្មើសត្វធម៌ព្រះវេទធម៌អាតសេចក្តីអធិប្បាយព្រះវេទកាមសេចក្តីប្រាថ្នាធម៌និងអត្តធម៌ទាំង4ប្រការនេះអ្នកណាមិនមានក្នុងខ្លួនសូម្បីតែមួយប្រការជីវិតអ្នកនោះឥតប្រយោជន៍សោះសូន្យទៅទេដូចបោកពពែរកប្រយោជន៍គ្មាន
អាយុមួយកម្មមួយទ្រព្យមួយវិជ្ជាមួយនិងសេចក្តីស្លាប់មួយធម៌4ប្រការនេះកើតសម្រេចមកជាមួយរាងកាយមនុស្សតាំងតែពីស្ថិតនៅក្នុងគភម្លេះភាវធម៌នៃបុគ្គលមានភាវធម៌តែងកើតមានដល់ភាវៈនៃបុគ្គលជាធំដោយពិតភាវៈអាក្រាតតែងមានដល់ព្រះឥសូរកិរិយាដេកលើពោះធំតែងមានដល់ព្រះហរិរបស់ណាមិនមានបច្ច័យរបស់នោះក៏មិនមានបើរបស់ណាមួយមានបច្ច័យរបស់នោះក៏មិនមានជាមិនមានក៏មិនមែនជាមិនមានឆ្នាំនេះរងាប់នៅពឹសពលគឺសេចក្តីគិតបានហេតុដូចម្ដេចក៏គេមិនបានផឹកឆ្នាំនោះណតែសុភាសិតនេះច្រើនជាសម្ដីមនុស្សខ្ជិលពួកខ្លះក្នុងចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយបុគ្គលសូម្បីគិតដល់ព្រេងវាសនាក៏មិនគួរលះបង់សេចក្តីព្យាយាមខ្លួនចោលឡើយបុគ្គលសូម្បីគិតឃើញព្រេងវាសនាក៏មិនគួរលះបង់សេចក្តីព្យាយាមខ្លួនចោលឡើយបើបុគ្គលមិនព្យាយាមចម្រាញ់ល្ងមិនបានប្រេងល្ងទេជោគលាភតែងចូលទៅរកបុគ្គលបរោះសីហៈជោគលាភតែងចូលទៅរកបរោះសីហៈដែលជាអ្នកមានព្យាយាមឃ្លាវខ្លាមានតែបរោះត្រមួតទេតែងពោលថាស្រេចតែព្រេងសំណាងបុគ្គលចូលចាញ់វាសនាហើយធ្វើនៅព្យាយាមឲ្យពេញជាកូនប្រុសតាមកម្លាំងដែលខ្លួនអាចធ្វើបានថាបើតាំងព្យាយាមប្រឹងប្រែងធ្វើឲ្យនៅតែមិនសម្រេចទៀតតើវានឹងកើតទោសអ្វីរត់មិនគប្បីទៅបានដោយកង់តែមួយយ៉ាងណាព្រេងវាសនាបើវាចាក់ការព្យាយាមនៃបរោះហើយក៏មិនសម្រេចយ៉ាងនោះដែរកម្មដែលបុគ្គលធ្វើបុព្វជេតលោកហៅថាព្រេងវាសនាព្រោះហេតុនោះបុគ្គលមិនខ្ជិលច្រអូសគប្បីធ្វើសេចក្តីប្រឹងប្រែងដោយព្យាយាមពេញជាបរោះជាងប៉ាន់ដំដីផ្សេងតាមចិត្តខ្លួនប៉ាន់យ៉ាងណាកម្មដែលបុគ្គលសាងទុកខ្លួនឯងក៏ប៉ាន់មនុស្សឲ្យភាវៈផ្សេងតាមលក្ខណៈនៃកម្មរបស់ខ្លួនយ៉ាងនោះដែរបុគ្គលសូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខដូចរឿងក្អែកដោយមិននឹកនាថានឹងកើតមានបានហើយចាំព្រេងវាសនាកោះកកាយមកឲ្យឯងមិនរវល់ធ្វើសេចក្តីព្យាយាមពេញជាប្រុសមិនបានកំណប់នោះទេការទាំងឡាយតែងសម្រេចដល់សេចក្តីព្យាយាមប្រឹងប្រែងដោយពិតមិនមែនដោយមโนរតទេដូចបឹកទាំងឡាយមិនដែលបោលចូលមាត់សីហៈដេកលក់ឡើយកូនក្មេងដែលមេដាបិតាបានហ្វឹកហាត់ហើយទៅជាកូនមានគុណគប្បប្រសើរបានមិនដែលមានកូនក្មេងទៅបានជាបណ្ឌិតដោយគ្រាន់តែប្រយុទ្ធចេញពីគភមេដាទេកូនក្មេងដែលមេដាបិតាណាមិនបានឲ្យរៀនសូត្រមេដានោះត្រឡប់ជាសត្រូវបិតានោះត្រឡប់ជាបុគ្គលមានពៀព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជនដូចគុកនៅកណ្ដាលហ្វូងសង់កូនក្មេងបរិបូរដោយរូបនិងវ័យក្មេងសម្ភពក្នុងត្រកូលដ៏វិសាលឥតចេះដឹងវិជ្ជាអ្វីមិនមានសេរីរុងរឿងទេដោយផ្កាចាឥតមានក្លិនក្រអូបមនុស្សល្ងងប្រដាប់កាយដោយគ្រឿងអំពរតែងមានរិស័យរុងរឿងក្នុងទីប្រជុំជនបើមនុស្សល្ងងនោះមិនទាន់ហាមាត់ចេញនិយាយដរាបណាក៏នៅតែមានរិស័យរុងរឿងដរាបនោះកាលព្រះរាជាទ្រង់រំពឹងដូច្នេះហើយទ្រង់ត្រាប់បង្គាប់ឲ្យប្រជុំអ្នកប្រាជ្ញទាំងឡាយទើបទ្រង់ត្រាស់ថាណែលោកបណ្ឌិតទាំងឡាយសូមលោកស្ដាប់ខ្ញុំបណ្ដាលោកបណ្ឌិតទាំងឡាយនេះមានលោកណាខ្លះជាអ្នកប្រាជ្ញអាចបង្រៀននីតិសាស្ត្រកូនខ្ញុំដែលល្ងងខ្លៅប្រព្រឹត្តខុសគន្លងធម៌ជានិច្ចឲ្យមានកំណត់ថ្មីឲ្យត្រឡប់បានល្អឡើងក្នុងកាលឥឡូវនេះបានឬទេព្រោះថាកញ្ចក់នៅរួមជាមួយនឹងមាសអាចចោលស្រមោលคล้ายទៅជាកែវមณีមានយ៉ាងណាមនុស្សល្ងងនៅរួមជាមួយនឹងលោកសប្បុរសក៏អាចត្រឡប់คล้ายទៅជាសប្បុរសដ៏ឆ្លៀវឆ្លាតបានយ៉ាងនោះដែរកូនអើយមតិថោកទាបព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាប
សមាគមមួយអន្លើដោយបុគ្គលស្មើគ្នាមតិក៏ស្មើគ្នាសមាគមមួយអន្លើដោយបុគ្គលប្រសើរមតិរឹងរិតតែប្រសើរឡើងសម័យនោះមហាបណ្ឌិតម្នាក់ឈ្មោះវិស្ណុសេម័នមានការចេះដឹងសកលនីតិសាស្ត្រពិតប្រាកដដូចជាព្រះព្រហស្បតិ៍ក្រាបទូលថាបបិទ្ធព្រះសមតិទេពវិវង្សព្រះរាជបុត្រទាំងឡាយតាមព្រះរាជបំណងបានព្រោះថាកិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ក៏រមែងមិនបានផលតាមប្រាថ្នាទេដូចជាប្រើពេលវេលាព្យាយាមបង្រៀនសត្វកុកឲ្យចេះនិយាយដូចសត្វសេកសូម្បីច្រើនរយដងនឹងមានផលក៏ឥតអង្គើមានឡើយតែក្នុងមហាត្រកូលបែបនេះអ្នកគ្មានបុណ្យមិនមកកើតទេប្រៀបដូចអណ្ដូងរ៉ែកើតត្បូងទន្ទឹមធ្វើមិនដេចឡើយនឹងកើតមានកញ្ចក់ហេតុនេះខ្ញុំព្រះអង្គសូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះត្រឹមតែឆមាសប៉ុណ្ណោះឲ្យមានការចេះដឹងនិងនីតិសាស្ត្រស្ទាត់ជំនាញព្រះរាជាទៅទ្រង់ត្រាស់តបដោយសុភាពថាដង្កូវឡើងទៅទុំលើក្បាលសាធុជនទាំងឡាយបានព្រោះនៅលាយឡំជាមួយកម្រងផ្កាដុំថ្មដែលអ្នកធំលើកដំកើងហើយក៏คล้ายទៅជាភាពទេវតាពូកែស័ក្តិសិទ្ធិរបស់ទ្រព្យដែលនៅលើកំពូលភ្នំខាងឧទយាទិតតែងបានទទួលពន្លឺស្វាងរុងរឿងព្រោះនៅចិត្តព្រះអាទិត្យយ៉ាងណាជនហិនជាតិវណ្ណៈថោកតែងបានទទួលការចេះដឹងជាពន្លឺព្រោះនៅចិត្តលោកអ្នកសប្បុរសយ៉ាងនោះដែរអ្នកមានគុណគាប់តែងដឹងល្អនិងអាក្រក់អ្នកមានគុណគាប់នោះបើទៅសែបគប់មនុស្សអាក្រក់ក៏ត្រឡប់ទៅជាអាក្រក់វិញដោយស្ទឹងមានទឹកដ៏ហើយក៏រសជាតិល្អលុះហូរចូលដល់សមុទ្រហើយក៏คล้ายទៅជាមានរសជាតិប្រៃផឹកមិនបានព្រោះហេតុនេះខ្ញុំសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្ត្រដល់កូនប្រុសខ្ញុំទ្រង់ត្រាស់ហើយទើបប្រគល់ព្រះរាជឱរសដល់បណ្ឌិតវិស្ណុសាមញ្ញដោយសេចក្តីគោរពដល់ក្រៃលែងចាសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់តាមដានចាសម្ដាប់ជាមួយនឹងការចែកម្លែកក្នុងសៀវភៅសីហតប្រទេសដែលអ្នកគ្រូអានវគ្គ3អ្នកគ្រូនឹងអានវគ្គ4បន្តទៀតហើយបងប្អូនទាំងអស់គ្នាដែលអត់ទាន់បាន Subscribe វីដេអូរបស់អ្នកគ្រូសូមជួយ Subscribe និង Like ផងចាសូមអរគុណច្រើន